ស្ត្រីខ្មែរម្នាក់ផ្ញើឲ្យមិត្តភ័ក្តិទិញឆ្នោតថៃ2សន្លឹកពេលត្រូវរង្វាន់ជិត$36,000យកចុងសន្លឹករត់បាត់នារីជាពលករខ្មែរម្នាក់បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបាងបួថងខេត្តនន្ទបុរីប្រទេសថៃកាលពីថ្ងៃទី17ខែមីនាម្សិលមិញដើម្បីសុំការអន្តរាគមន៍ក្រោយពីខ្លួនបានផ្ញើមិត្តភ័ក្តិស្រីដែលជាខ្មែរដូចគ្នាឲ្យជួយទៅទិញឆ្នោតថៃចំនួន2សន្លឹកហើយឆ្នោតនោះបានត្រូវរង្វាន់ទី1ទាំង2សន្លឹកដោយមានទឹកប្រាក់សរុប12លានបាតឬជាលុយដុល្លារជិត$36,000ក្រោយពីដឹងថាឆ្នោតទាំង2សន្លឹកនោះត្រូវរង្វាន់ជនសង្ស័យបានយកសន្លឹកឆ្នោតរត់បាត់ថែមទាំងផ្ដាច់ប្រព័ន្ធទំនាក់ទំនងទាំងអស់នេះបើតាមការចុះផ្សាយពីព័ត៌មានក្នុងស្រុករបស់ថៃកាលពីម្សិលមិញស្ត្រីរងគ្រោះមានឈ្មោះពីងបានរៀបរាប់ថាខ្លួនបានផ្ញើប្រាក់ទៅមិត្តភ័ក្តិស្រីឈ្មោះនេះដែលរស់នៅខេត្តបឋមធានីជាមួយគ្នាចំនួនទឹកប្រាក់$1,000បាតដោយពឹងឲ្យទិញឆ្នោតថៃ2សន្លឹកក្នុងតម្លៃ$400បាតហើយសល់លុយ$600បាតខ្លួនក៏ឲ្យស្ត្រីជនសង្ស័យឈ្មោះនេះខ្ចីបន្ថែមទៀតបន្ទាប់ពីទិញឆ្នោតរួចជនសង្ស័យបានថតសន្លឹកឆ្នោតតាមឆាត Facebook នៅថ្ងៃទី16ខែមីនាក្រោយលទ្ធផលឆ្នោតថៃបានប្រកាសលេខដែលមាននៅក្នុងសន្លឹកឆ្នោតទាំង2សន្លឹកនោះគឺត្រូវរង្វាន់ទី1ដោយមានទឹកប្រាក់សរុបជិត$36,000ខ្លួនជាជនរងគ្រោះក៏ប្រញាប់តាក់ទងទៅអ្នកជួយទិញនោះប៉ុន្តែនាងបានផ្ដាច់ការតាក់ទងទាំងអស់សូម្បីតែ Facebook ក៏ប្លុកចោលដែរជំវិញករណីនេះសមត្ថកិច្ចថៃបញ្ជាក់ថាបន្ទាប់ពីដាក់ពាក្យបណ្ដឹងនិងមានភស្តុតាងច្បាស់លាស់ជំនាញនឹងស្រាវជ្រាវរកជនសង្ស័យប៉ុន្តែបើការផ្ដល់ព័ត៌មាននេះคล้ายៗជនរងគ្រោះនឹងត្រូវផ្ដន្ទាទោសទៅតាមផ្លូវច្បាប់